ស្ដីដល់គ្នាវិលត្រឡប់ជួបគ្នាសាជាថ្មីជាមួយនឹងវីដេអូថ្មីរបស់ Channel ចាន់តូឡាអ្នកគ្នាថ្ងៃនេះខ្ញុំវិលត្រឡប់ជួបអ្នកគ្នាតាមសន្យាថានឹងមកបង្ហាញអំពីរបៀបនៅក្នុងការ download game STS 2025 V3 ដែលម៉ូដដោយ GO Troy អ្នកគ្នាដែលមានការ update transfer កីឡាករជាដើមចឹងទៅចឹងថ្ងៃនេះខ្ញុំមកបង្ហាញអ្នកគ្នាហើយប៉ុន្តែមុននឹងជិះទៅដល់វីដេអូសង្ឃឹមថាអ្នកគ្នាមិនភ្លេចជួយចុច Subscribe Like និង Comment មកកាន់ Channel ខ្ញុំអ្នកមួយអូខេតោះយើងចូលមើលពីរបៀបការ download ទាំងអស់គ្នាចឹងជាដំបូងយើងត្រូវបាទចុច link បាទ link របស់គេហ្នឹងបាទចូលមកដល់កន្លែងត្រង់នេះចឹងកន្លែងត្រង់នេះយើងអូមមកខាងក្រោមមកអ្នកគ្នាបាទអូមមកខាងក្រោមឲ្យដល់ត្រង់នេះបាទត្រង់នេះគឺជា link របស់គេហើយអ្នកគ្នាបាទគឺជា link ចូល file download របស់គេចឹងយើងអាចជ្រើសរើសមួយណាដែលយើងចង់បានមានន័យថាយើងចង់លេងមួយណាក៏រើសបានប៉ុន្តែអាហ្នឹងក៏សិតតែមានភាពខុសៗគ្នាចឹងទៅខ្លះម៉ូដខ្លះអត់ម៉ូដជាដើមចឹងទៅអ្នកគ្នាចឹងខ្ញុំយកគឺយើងអាចយកមួយណាក៏បានដែរប៉ុន្តែខ្ញុំយកមួយនេះបាទខ្ញុំយកមួយនេះដើម្បីក្នុងការលេងចឹងយើងចុចចូលវាមកតមកទៀតវានឹងចូលមកដល់កន្លែង Media Fire បាទចឹង Media Fire យើងចុច download វាមកចុច download ឲ្យពេញតពីពេញហើយគឺយើងចូលទៅក្នុងកម្មវិធី Sachiver បាទចឹងចូលកម្មវិធី Sachiver ចូលកម្មវិធី Sachiver យើងយកកន្លែង folder download មកតមកទៀតយើងនឹងឃើញ file របស់វាយើងចុចលើវាមកហើយយើងចុច extra here បាទអ្នកគ្នាចុច extra here ហើយយើងរងចាំវា template មកបាទបន្ទាប់មកវានឹងចេញ file APK នៅខាងលើអ្នកគ្នាបាទចុចលើវាមកហើយយកពាក្យថា install បាទរងចាំវា template ទៅអ្នកគ្នាបាទរងចាំវា template ទៅតទៅទៀតយើងចុចពាក្យថា install បាទ install វាមកអូខេបាទវាដំណើរការបន្តិចសិនអូខេបន្តមកវាចេញត្រង់នេះយើងចុចកន្លែង more detail មកហើយយើងចុច install anyway អញ្ចឹងវាមានឲ្យយើងដាក់ password បើសិនជាទូរស័ព្ទយើងមាន password វានឹង load password ហើយអ្នកគ្នាអញ្ចឹងយើងអាចដាក់ password របស់យើងមកបាទអញ្ចឹងយើងដាក់មកហើយវានឹងបន្តដំណើរការនៅក្នុងការ install តមកទៀតយើងកំតន់ចូលក្នុង game យើងចុចចេញមកបាទហើយយើងនឹងឃើញនេះបាទ game របស់យើងគឺនៅត្រង់នេះអញ្ចឹងយើងចុចចូលវាមកបាទចូលវាហើយយើងចុចបាទត្រង់នេះរងចាំវា template ទៅអ្នកគ្នាតមកយើងកុំចុចចូលកន្លែងលេងណាអ្នកគ្នាបាទយើងចុចត្រង់នេះហើយ clear វាមួយសិនមកបាទបន្តទៅទៀតយើងចូលក្នុង game ម្ដងទៀតបាទចូលក្នុង game ម្ដងទៀតហើយបើវាចេញបែបនេះទៀតយើងក៏កុំតន់ចុចចូលទៀតយើងអត់ចុច play អត់ចុចអីទេបាទយើងចុចកន្លែងមកហើយយើង clear វាសិនបាទបន្តទៅទៀតយើងចូលវាម្ដងទៀតបាទចូលវាម្ដងទៀតបើវាចេញអញ្ចឹងទៀតក៏យើង clear វាទៀតមកបាទយើង clear រហូតបាទតមកទៀតយើងចូលវាម្ដងទៀតបាទអូខេតមកវាចេញបែបនេះអញ្ចឹងបែបនេះគឺបាទគឺយើងត្រូវការឲ្យវាចេញបែបហ្នឹងបន្តមកទៀតយើងចុចកន្លែង2នេះបាទត្រង់នេះបាទ2នេះអ្នកគ្នាមើលទៅឃើញហើយតមកយើងចុចកន្លែង data មកបាទរងចាំវាសិនទៅបាទបាទអូខេបន្តមកទៀតយើងចុចកន្លែងOBB បាទអាកន្លែងនេះមិនដឹងថាគេចុចឬក៏អត់ទេបាទតែខ្ញុំសាកចុចទៅបាទយើងចុចវាទៅអូខេបើសិនតែវាចេញបែបនេះហើយគឺអត់បញ្ហាទេយើងចុចបែបនេះមកបាទ back មកវិញមកហើយយើងចុច play មកបាទអូខេឥឡូវយើងចូលក្នុង game បានហើយអ្នកគ្នាអូខេបិទសលេងមួយសិនបាទកុំឲ្យចុះ copyright អូខេវាចេញមកគឺវាជាភាសាអេស្ប៉ាញយើងចូលកន្លែងត្រង់នេះដើម្បីដូរភាសាបាទអាយ៉ាឥឡូវវាដាក់ថា STL 2025 GO Troy is not respond អញ្ចឹងយើង close app វិញមកបាទអ្នកគ្នា បើយើងអាចចេញពី game សិនក៏បានដែរកុំឲ្យវា load អញ្ចឹងម្ដងទៀតអ្នកគ្នាប៉ុន្តែ
អត់បញ្ហាទេនៅពេលយើងចូលលើក្រោយគឺវាលេងលោតចឹងហើយអ្នកគ្នាពួកខ្ញុំក៏ជួបវាអញ្ចឹងដែរពីចឹងគឺវានៅតែបាទយើងចូល play មកបាទអាយ៉ា play មកអូខេអញ្ចឹងវានឹងលេងលោតអាហ្នឹងទៀតហើយអ្នកគ្នាបាទបាទនេះអ្នកគ្នាបាទធម្មតាហើយអញ្ចឹងខ្ញុំសុំដូរភាសាវាសិនទៅដើម្បីឲ្យយើងស្រួលអានបាទស្រួលអានយើងយកភាសាអង់គ្លេសមកអូខេអ្នកគ្នាអញ្ចឹងយើងលេងបានហើយប៉ុណ្ណឹងបាទយើងអាចមើលបាននេះអ្នកគ្នាលេងបានធម្មតាហើយបាទលេងមានបញ្ហាអីហើយបាទអញ្ចឹងរបៀបនៃការ download game គឺមានតែប៉ុណ្្នឹងឯងទេអ្នកគ្នាបាទដូចអ្នកគ្នាឃើញមានតែប៉ុណ្្នឹងឯងជួបគ្នាក្នុងវីដេអូក្រោយទៀតបាយបាយ